ថ្ងៃនេះដែរនាងខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកកាន់ខេត្តសៀមរាបនិយាយទៅបងប្អូនទាំងអស់គ្នាអ្នកខ្លះក៏មានពេលអញ្ជើញមកចូលរួមមកចូលទស្សនានៅខាងគេហៅថាកន្លែងដែលគេតាំងពិព័រណ៍គេតាំងបង្ហាញអីគ្រប់មុខទាំងអស់នៅខាងសៀមរាបយើងហ្នឹងទៅសៀមរាបអង្គរហ្នឹងហើយចឹងទៅអ្នកខ្លះក៏អត់មានពេលទេទៅមើលប្រាង្គប្រាសាទអីតែយើងកុំភ្លេចថាដូនតាបរមរានយើងដែលគាត់បានបន្សល់ទុកហ្នឹងវាមានចម្លាក់ថ្មចម្លាក់ឈើហើយជាមួយនឹងគេហៅថាអាกระดาษគីបកតុងគេកិនបញ្ចូលគ្នាឲ្យចេញជារូបរាងអញ្ចឹងទៅវាមានច្រើនប្រភេទហើយចឹងពេលខ្លះដល់ពេលដែលជនបរទេសអ្នកដែលថាមកពីក្រៅប្រទេសមកគាត់មកសួរនាំយើងថាអាហ្នឹងស្អីគេដល់ពេលក្នុងនាមយើងជាកូនខ្មែរយើងអត់ដឹងណយើងមានអារម្មណ៍ថាយើងខ្មាស់គេអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំនៅក្នុងเพจ Mara Take Away ក៏សូមនាំអារម្មណ៍បងប្អូនមកហើយអាដែលគាត់ចោលបង្ហាញនេះគេហៅថាកៅនីឈ្មោះពេលដែលយើងធ្វើអាกระดาษកតុងដែលចេញជារូបរាងហ្នឹងហើយយើងដាក់បិទហ្នឹងគឺយើងប្រើកៅហ្នឹងទៅស្អិតជាប់ហ្មងហើយចង់ដឹងថាតើមុននឹងចេញជារូបរាងមកស្អាតគ្រប់រូបទាំងអស់ដែលយើងចង់បានហ្នឹងគេធ្វើយ៉ាងណាអញ្ចឹងអាចចូលទៅ follow នៅក្នុង page Mara Take Away TikTok ជាមួយ subscribe ជាមួយនឹង channel YouTube ផងដែរអញ្ចឹងបន្តិចទៀតខ្ញុំនឹងណែនាំនេះគេហៅថាกระดาษកតុងគៀបគេហ្នឹងដែលគេកិនបញ្ចូលគ្នាហ្នឹងគឺមាននៅក្នុងស្រុកអញ្ចឹងគឺយើងធ្វើតែដៃនៅក្នុងស្រុកខ្មែរយើងតែម្ដងអញ្ចឹងពេលខ្លះគេអាចសួរយើងថាអាហ្នឹងគេធ្វើយ៉ាងណាអញ្ចឹងក្នុងនាមយើងជាកូនខ្មែរមួយរូបយើងអាចទៅបង្ហាញប្រាប់គេបានអញ្ចឹងសូមឲ្យកូនយុវវ័យសិស្សានុសិស្សមេដាបេដាអ្នកគ្រូអាចនិយាយថាមានវីដេអូហ្នឹងលើកទឹកចិត្តឲ្យពួកគាត់ជួយ share ដើម្បីឲ្យដឹងពីផុសខ្មែរយើងអ្នកខ្មែរយើងមានអីគេខ្លះពីចម្លាក់ខ្មែរវាមានតាំងពីចម្លាក់ថ្មចម្លាក់ឈើហើយនេះគេហៅថាกระดาษកតុងគៀបនេះឈើនេះមកមុននឹងចេញជារូបរាងមកស្អាតតើគេធ្វើយ៉ាងណាគឺដំបូងគេយកម្សៅម្រះហ្នឹងលាយចូលគ្នាជាមួយអាថ្នាំលាបទ្វារយើងណាហើយបន្តមកទៀតហ្នឹងគេលាយជាមួយនឹងថ្នាំអាសង្កអូគេហ្នឹងតែកុំភ្លេចលាបអាឈើពណ៌ខ្មៅវាលាបឲ្យអាឡងមុនសិនដើម្បីការពារសាច់ឈើហើយដូចជារូបនេះយើងឃើញមានអាគេហៅថាភ្លឺហ្នឹងគឺគេត្រូវលាបស្ពាន់ស្លឹកមាសឬក៏ស្ពាន់ហ្នឹងគេលាបប៉ុន្តែមុននឹងយើងលាបដាក់បិទហ្នឹងគឺយើងត្រូវប្រើកៅស្អិតសិនស្អិតហ្នឹងដាក់បិទនៅលើអាហ្នឹងទៅយើងប្រើអាស្លឹកស្ពាន់ស្លឹកមាសហ្នឹងពីលើអាកៅស្អិតហ្នឹងគឺវាជាប់នៅហ្នឹងហ្មងហើយបន្ទាប់ពីលាបហើយហ្នឹងទៅគឺយើងយកសលៃយកមកជូតខាត់ទៅវាធ្វើឲ្យវាជាប់នៅហ្នឹងណាហើយដល់ពេលមុនចេញស្អាតយើងត្រាំទឹកក៏អត់ចេញឲ្យបងប្អូនឃើញស្អាតទេឡងភ្លឺចាំងដោយស្លឹកមាសឬក៏ស្លឹកស្ពាន់ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងណាតែគ្រាន់តែថាពេលយើងដាក់ស្លឹកមាសវាស្អាតទ្វេដងយូរតែប៉ុណ្ណឹងវាភ្លឺហើយឥឡូវនេះមុននឹងចូលពីវិធីធ្វើហ្នឹងគឺដំបូងបំផុតគឺយើងមានទឹកហើយនឹងម្សៅគេហៅថាម្សៅម្រះរបស់គេហ្នឹងណាអាទឹកហ្នឹងគឺទឹកធម្មតាម្សៅម្រះហ្នឹងគឺបងស្រីបានជូតម្សៅម្រះជាមួយទឹកលាយបញ្ចូលគ្នាយើងត្រូវតែជូតវាដើម្បីឲ្យវាភ្លឺអាឡងអញ្ចឹងហើយសួរខ្ញុំថាតែយើងជូតអញ្ចឹងអស់អាម្សៅមួយអាទឹកម្រះហ្នឹងថាវាអស់មិនមែនថាមិនអស់ប៉ុន្តែវាអស់ខ្លះទេប៉ុន្តែវានៅសល់អាជាតិអាឡងអាម្សៅម្រះហ្នឹងវាខំជាប់គ្នាជាមួយនឹងអាទឹកហ្នឹងពេលដែលយើងជូតលាបអញ្ចឹងទៅវាចាប់ដើមអាឡងពេលអាឡងហ្នឹងហើយគឺយើងចាប់ដើមយកវានេះដូចអាក្តារដែលនៅជាប់ហ្នឹងបងប្អូនឃើញអាក្តារជាប់ហ្នឹងគឺយើងយកទៅដាក់5ថ្ងៃហ្នឹង2 3ថ្ងៃអីចឹងទៅដើម្បីឲ្យវាស្ងួតណាដល់ពេលវាស្ងួតចឹងទៅអាហ្នឹងស្រួលយើងក្នុងការដែលយើងចាប់ដើមយកមកគូររូបហើយនេះរូបនេះអ្វីដែលយើងបានគូរចេញមកហ្នឹងអញ្ចឹងគឺដំបូងបំផុតហ្នឹងគឺយើងត្រូវលាយថ្នាំវាមានច្រើនណាការលាយថ្នាំដែលយើងលាយអាថ្នាំលាបផ្ទះលាបអីចឹងគ្រាន់ថាលាបផ្ទះយើងលាយផ្សេងហើយអាគូររុងលាយផ្សេងដែលលាយហ្នឹងគឺដូចជាមានលាយសាំងក្អូបលាបដូចថ្នាំផ្សេងច្រើនពណ៌ដើម្បីឲ្យចេញជារូបឥឡូវដូចថាចេះយើងចង់គូររូបអីយើងត្រូវលាយថ្នាំហ្នឹងឲ្យវាត្រូវជាមួយរូបហ្នឹងអញ្ចឹងដូចបងប្អូនបានឃើញទាំងអស់ហ្នឹងណាគឺវាឆ្លងកាត់ដំណាក់កាលជាច្រើនអញ្ចឹងមិនថាកូនខ្មែរយើងណាខ្ញុំចង់ធ្វើវីដេអូហ្នឹងអញ្ចឹងមិនខំទៅដល់ខេត្តសៀមរាបហើយទៅដល់ទីតាំងនៃការដែលផលិតในការធ្វើដែលដៃតែម្ដងជារបស់ខ្មែរយើងឃើញវាចេញមកគឺវាផ្លឹងស្អាតហើយរូបក៏វាទៅតាមរូបដែររូបទុយយើងធ្វើធម្មតាទឹកពីអាទិត្យតែរូបធំគឺយើងធ្វើចាប់ពី1 ខែជាងអញ្ចឹងទៅហើយដោយបងស្រីដែលគាត់បានគូតប់ពីលើហ្នឹងគេហៅថាវាយស្មៅផ្លាទីនហ្នឹងនៅពេលដែលរូបមុនចេញជាគេហៅថាមានស្មៅមានអីភ្លឺអាឡងស្អាតហ្នឹងគឺយើងត្រូវយករូបហ្នឹងមកវាយតប់ចុះតប់ឡើងហ្នឹងដូចយើងផាត់ម៉ាកាយេមុខនេះក៏យើងត្រូវទៅតប់តែអ្នកឃើញមុខរូបមួយមានធម្មតារូបមួយមានស្មៅអញ្ចឹងនៅពេលយើងតប់ម៉ាកាយេលាបចុះលាបឡើងអញ្ចឹងទៅហើយយើងចាប់ផ្ដើមយកមកខាត់ម្ដងទៀតទៅបានវាអាចចេញជារូបរាងស្អាតទាំងអស់ហ្នឹងបានអញ្ចឹងបងប្អូនបានឃើញនៅវីដេអូហ្នឹងហើយយល់យ៉ាងណាដែរចំពោះស្នាដៃខ្មែរយើងដែលផលិតចេញមកគឺស្អាតល្អឥតខ្ចោះអញ្ចឹងត្រូវសេវទុកវីដេអូហ្នឹងមួយហើយនាងខ្ញុំនឹងយកវីដេអូថ្មីល្អមកបន្តទៀតអរគុណចំពោះការតាមដានទស្សនា